បាលត្រកូលហ៊ុនបានប្រកាសដោយបញ្ជាក់ចំហដាច់ខាតកំចាត់បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលកំពុងបំផ្លាញដល់សន្តិសុខសង្គមនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសលើឆាកអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ជាអត្ថប្រយោជន៍ខ្ពស់បំផុតមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គមសុវត្ថិភាពប្រជាពលរដ្ឋនិងកិត្តិយសជាតិនៅលើឆាកអន្តរជាតិក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្តីពីការបង្ក្រាបបទល្មើសបច្ចេកវិទ្យានៅរសៀលថ្ងៃទី24ខែមេសាឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបញ្ជាឲ្យមន្ត្រីកងកម្លាំងសមត្ថកិច្ចទាំងអស់ឲ្យបង្ក្រាបដល់ឫសគល់នៃបណ្ដាញដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយគ្មានការលើកលែងឡើយជាមួយគ្នានេះលោកថាការបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះក៏ដើម្បីបំពេញចន្លោះប្រហោងនៃច្បាប់ព្រហ្មទណ្ឌនិងបង្កើនស្ថានភាពទម្ងន់ទោសលើជនល្មើសទន្ទឹមគ្នានេះលោកហ៊ុនម៉ាណែតថារដ្ឋាភិបាលបដិសេធចំពោះការចោទប្រកាន់ថាកម្ពុជាជាជំរកនៃឧក្រិដ្ឋកម្មអនឡាញដោយអះអាងថាកម្ពុជាខ្លួនឯងក៏ជាជនរងគ្រោះនៃឧក្រិដ្ឋកម្មឆ្លងដែននេះដែរនិងកំពុងបង្កើតនៅយុទ្ធនាការបង្ក្រាបរដ្ឋាភិបាលលោកហ៊ុនម៉ាណែតក៏បានអំពាវនាវដល់សាធារណជននិងសហគមន៍អន្តរជាតិចូលរួមកិច្ចសហប្រតិបត្តិការនិងស្នើឲ្យជួយគាំទ្រដល់រដ្ឋាភិបាលក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឲ្យអស់ពីទឹកដីកម្ពុជាការប្រកាសរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកកាលពីថ្ងៃទី23ខែមេសាបានប្រកាសដោយដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជាលោកកុកអាននិងបណ្ដាញបកពួកសរុបចំនួន28នាក់រួមទាំងអង្គភាពពាក់ព័ន្ធនិងបណ្ដាញឆបោកតាមអនឡាញលក្ខណៈអន្តរជាតិអាមេរិកបញ្ជាក់ថាក្រុមហ៊ុននិងអចលនទ្រព្យជាច្រើនរបស់លោកកុកអាននៅកម្ពុជាត្រូវបានប្រើជាទីតាំងសម្រាប់ប្រតិបត្តិការបោកប្រាស់និងអំពើជួញដូរមនុស្សកាន់តែអាក្រក់ជាងនេះជនរងគ្រោះមួយចំនួនត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់ក្រោមការគំរាមកំហែងទទួលរងការធ្វើទរណកម្មនិងអំពើហិង្សាតាក់ទងនឹងរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សានករណាលើកឡើងថាការបដិញ្ញារបស់រដ្ឋាភិបាលចុងក្រោយនេះគឺជារូបភាពដដែលគ្មានប្រសិទ្ធភាពនិងបង្កើតឡើងឲ្យគ្រាន់តែល្អមើលតែប៉ុណ្ណោះលោករិះគន់ថាចំណាត់ការរបស់មេដឹកនាំក្រុងភ្នំពេញមិនបានបង្ក្រាបឲ្យចំគោលដៅមេខ្លោងធំពិតប្រកបដដែលនៅពីក្រោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយទើបធ្វើឲ្យឧក្រិដ្ឋកម្មនេះនៅតែបន្តកើតឡើងដដែលដូច្នេះត្រូវតែហ៊ានចាត់វិធានការត្រូវតែហ៊ានអាកាត់ទោះបីថាជាសាច់ញាតិរបស់មេដឹកនាំក៏ដោយក៏ត្រូវតែចាត់វិធានការឲ្យខំតែបាននោះខ្ញុំជឿជាក់ថាសហគមន៍អន្តរជាតិគេក៏អាចជឿទុកចិត្តបានដែរបើសិនជាចំណាត់ការតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជាយើងធ្វើឡើងដោយមានភាពម៉ត់ចត់ត្រឹមត្រូវច្បាស់លាស់បែបហ្នឹងរយៈពេលជាង9ខែចុងក្រោយនេះអាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើឆបោកតាមអនឡាញជាង250ករណីនិងបានបញ្ជូនជនសង្ស័យចម្រុះជាតិសាសន៍ជាង 1000 នាក់ទៅតុលាការចាប់តាំងពីដើមឆ្នាំ2025ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026អាជ្ញាធរកម្ពុជាក៏បានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មអនឡាញជាង 130,000 នាក់ចេញពីកម្ពុជារីឯជនបរទេសចម្រុះជាតិសាសន៍ជាង 140,000 នាក់ផ្សេងទៀតបានចាក់ចេញពីកម្ពុជាដោយខ្លួនឯងយុទ្ធនាការបង្ក្រាបដោយរដ្ឋាភិបាលត្រកូលហ៊ុនកន្លងមករងការរិះគន់ថាដោតតែលើការបិទទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញតែប៉ុណ្ណោះចំណែកអិសរាជជនដែលជាមេខ្លោងធំនៅពីក្រោយឧក្រិដ្ឋកម្មនេះមិនត្រូវបានចាប់ខ្លួនយកមកផ្ដន់ទោសនោះឡើយអ្នកខ្លំមើលយល់ថាការមិនអើពើបង្ក្រាបឬស៊ើបអង្កេតលើអិសរាជជននយោបាយនិងអ្នកមានអំណាចដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះឧក្រិដ្ឋជននឹងកាន់តែពង្រីកបណ្ដាញឆបោកនិងពិបាកទប់ស្កាត់ក្នុងរយៈពេលវែងខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីរដ្ឋធានី Washington
បាទលោកនាងកញ្ញាជាទីមេត្រីឥឡូវនេះយើងបកមករឿងអុកញ៉ាកុកអានដែលជាមនុស្សចំណិតរបស់លោកហ៊ុនសែននិងជាសមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជាដែលត្រូវបានរដ្ឋាភិបាលអាមេរិកកាំងបានចេញសេចក្តីប្រកាសមួយដាក់ទណ្ឌកម្មទៅលើលោកកុកអាននេះថាជាមេបណ្ដាញបោកប្រាស់តាមបច្ចេកវិទ្យានៅប្រទេសកម្ពុជាមិនមែនតែលោកកុកអានទេគូកនរបស់លោក28នាក់ទៀតក៏ត្រូវបានអាជ្ញាធរនៃសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មដែរដោយខ្ញុំបានជម្រាបលោកនាងកញ្ញានារាត្រីនេះយើងមានអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍អាស៊ីសេរី2រូបឡើងមករាយការណ៍រឿងតែមួយក៏ប៉ុន្តែចែករបៀបការងារគ្នាធ្វើគឺលោកថាថៃដែលលោកនាងកំពុងតែឃើញនេះនឹងរាយការណ៍អំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើលោកកុកអានហើយនឹងលោកយ៉ងច័ន្ទតារាមករាយការណ៍នឹងរឿងនេះដែរក៏ប៉ុន្តែលោកបដោតការយកចិត្តទុកដាក់ទៅលើប្រវត្តិរបស់លោកកុកអានទៅវិញតើលោកកុកអានជានរណាស្រុកកំណើតនៅណាមានមុខរបររកស៊ីអ្វីខ្លះមានទំនាក់ទំនងយ៉ាងណាទៅនឹងរដ្ឋាភិបាលនៃក្រមគ្រួសារត្រកូលហ៊ុនជាដើមបាទសូមជម្រាបសួរថៃសូមជម្រាបសួរយ៉ងច័ន្ទតារាបាទសូមជម្រាបសួរបាទច័ន្ទបុតលោកថាថៃផងបាទឥឡូវនេះចាប់ផ្ដើមពីថៃមុនគេថៃយើងដឹងហើយកាលពីម្សិលមិញនេះក្រសួងរដ្ឋាភិបាលឬមួយក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិកនេះបានដាក់ទណ្ឌកម្មទៅលើមនុស្សចំណិតម្នាក់របស់លោកហ៊ុនសែនទន្ទឹមនឹងនោះមានសេចក្តីរាយការណ៍ជាហូរហែពីប្រទេសកម្ពុជាមកវិញមិនតាក់ទងនឹងរឿងលោកកុកអានទេខំមើលយ៉ាងណាក៏ដោយចុះគឺតាក់ទងទៅនឹងសេចក្តីប្រកាសអំពាវនាវរបស់លោកហ៊ុនម៉ាណែតនឹងទាមទារឲ្យអន្តរជាតិទាមទារឲ្យប្រជាពលរដ្ឋបណ្ដាញផ្សព្វផ្សាយព័ត៌មាននឹងជួយវែងមុខដូច្នេះការធ្វើរបស់យើងយប់នេះក៏ហាក់ដូចជាឆ្លើយតបតាមការអំពាវនាវរបស់លោកហ៊ុនម៉ាណែតដែរសូមឲ្យជួយវែងមុខបណ្ដាញក្រតកម្មនឹងហើយការដែលវែងមុខនឹងគឺថាយើងបានឃើញហើយគឺជាមនុស្សចំណិតរបស់លោកហ៊ុនសែនគឺឪពុករបស់លោកតែម្ដងសង្ឃឹមថាការវែងមុខនេះបន្ទាប់ពីអាស៊ីសេរីបានជួយវែកមុខនេះទៅប្រហែលជាលោកហ៊ុនម៉ាណែតនឹងអាចចេញដោយការកោះហៅលោកហ៊ុនសែនចាប់ដាក់គុកកំដឹងឬមួយលោកកុកអាកំដឹងចាំមើលតើសេចក្តីប្រកាសដើម្បីឲ្យអន្តរជាតិដើម្បីឲ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននឹងជួយវែកមុខនឹងតើមានប្រសិទ្ធភាពយ៉ាងណាក៏ប៉ុន្តែឥឡូវនេះងាកមកថៃតែម្ដងតើរៀបរាប់ឡើងវិញមើលមកដល់ពេលនេះអ្នកណាក៏ប្រហែលជាដឹងហើយអំពីការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើមនុស្សចំណិតរបស់លោកហ៊ុនសែននេះតើការដាក់ទណ្ឌកម្មនេះយ៉ាងណារៀបរាប់ឲ្យបានក្បោះក្បាយបន្តិចជូនលោកនាងកញ្ញាបាទសូមអញ្ជើញថៃបាទសូមអរគុណលោកច័ន្ទបុតបាទនៅថ្ងៃនេះគឺពិភពលោកមានការភ្ញាក់ផ្អើលហើយបានចាប់អារម្មណ៍ខ្លាំងណាស់ចំពោះការដាក់ទណ្ឌកម្មពីក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើអ្នកមានអំណាចម្នាក់ដែលនៅក្បែរលោកហ៊ុនសែនហើយដែលគេស្គាល់ថាជាបិតាបនលបែងនៅក្នុងប្រទេសកម្ពុជាគឺលោកកុកអាននោះបាទហើយយើងឃើញហើយថាកាសែតធំនៅលើពិភពលោកបានចុះផ្សាយប្រងព្រាតតាក់ទងទៅនឹងករណីនេះបាទយើងឃើញកាលពីថ្ងៃទី23ខែមេសាការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនឹងបានដាក់ទណ្ឌកម្មទៅលើលោកលីយ៉ុងផាត់ហើយនឹងបណ្ដាញរបស់គាត់នឹងចំនួន28នាក់នឹងអង្គភាពដែលពាក់ព័ន្ធទៅនឹងការបោកប្រាស់នឹងបាទហើយសហរដ្ឋអាមេរិកគេបានបញ្ជាក់ថាបណ្ដាញនេះបានលួចលុយរាប់លានដុល្លារពីជនរងគ្រោះជាពិសេសនៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ល្បិចកលជាច្រើនបាទនៅក្នុងនោះគឺការលបួងលួងលោមតាមបែបស្នេហានិងការដែលទំនាក់ទំនងធ្វើម៉េចឲ្យជនរងគ្រោះនឹងធ្លាក់ទៅក្នុងការដាក់ប្រាក់វិនិយោគជាលុយកាក់នៅតាមប្រព័ន្ធ digital ហ្នឹងហើយពេលនោះពេលដែលមានទំនាក់ទំនងបែបហ្នឹងគឺថាក្រុមអក្រិតជននឹងបានលួចលុយនឹងយកតែម្ដងបាទហើយយើងដឹងថាសុំកាត់ថៃចំណុចនឹងតិចនឹងហើយនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរដ្ឋាភិបាលឬក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនឹងបាននិយាយថាការបោកប្រាស់នឹងគឺតាមរយៈទំនាក់ទំនងស្នេហាមិនអញ្ចឹងឯភាសារបស់គេគឺស្នេហាហើយវិនិយោគស្នេហាហើយវិនិយោគនឹងបែបណា
ឥឡូវយើងជួយបំពេញគ្នាទាំងអស់គ្នាមិនចឹងទាំងតារាទាំងថៃរបៀបស្នេហានេះគឺចេះខ្ញុំជឿថាលោកអ្នកនាងកញ្ញាជាពិសេសអ្នករស់នៅអាមេរិកនេះពីព្រោះថាការបោកប្រាស់ហ្នឹងដោយក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានប្រកាសចឹងគឺថាពាក់ព័ន្ធទៅនឹងប៉ះពាល់ដល់អាមេរិកនឹងតែម្ដងហើយខ្ញុំដែលរស់នៅសហរដ្ឋអាមេរិកនេះតារាដែលបានទេទូរស័ព្ទបែបហ្នឹងគេមានធ្វើគេច្រឡំលេខអីចឹងណាមាននាងម្នាក់ឈ្មោះឧទាហរណ៍ឈ្មោះអេលេណាសំទោសបើសិនជាមានអ្នកណាឈ្មោះអេលេណានឹងខ្ញុំជាបណ្ឌិតឈ្មោះនឹងឡើងនេះគេដាក់ Hi គេទៅសិទ្ធិជាអង់គ្លេសមកណា Hi I'm Elena តើថ្ងៃហ្នឹងយើងអាចទៅញ៉ាំកាហ្វេជាមួយគ្នាបានទេឧទាហរណ៍អីចឹងណាយើងមិនដែលស្គាល់សោះលេខហ្នឹងហើយខ្ញុំទទួលបានរាល់តែថ្ងៃហ្នឹងឯងល្ងាចនេះយើងអាចទៅញ៉ាំកាហ្វេបានជាមួយគ្នាបានទេអីចឹងទៅហើយមនុស្សជាច្រើនឃើញឈ្មោះអេលេណាមកអីចឹងហើយចឹងទៅក៏ឆ្លើយទៅវិញ Do I know you ខ្ញុំស្គាល់អ្នកឯងទេនាងនឹងគេធ្វើឆ្លើយមកថាអូខ្ញុំច្រឡំលេខរបស់អ្នកឯងនៅក្នុងcontact ទូរស័ព្ទរបស់ខ្ញុំអីចឹងទៅតាមពិតព្រះប្រទានពរជ័យដល់យើងទាំងពីរដែលយើងបានច្រឡំឲ្យតាក់ទងគ្នាអ្នកឯងឈ្មោះអីអាយុប្រមាណអីចឹងទៅគេក៏បង្ហាញរូបភាពរបស់គេមកគឺស្រីស្អាតអីចឹងមកចឹងណាបាទហើយអ្នកដែលធ្លាក់ចូលទៅក្នុងនុយរបស់គេនឹងក៏ឆ្លើយឆ្លងអីទៅវិញអីចឹងមកគេក៏មានបង្កើតដំបូងតំណាក់តំណងជាមិត្តភាពទេប៉ុន្តែមិត្តភាពនឹងគឺមិត្តភាពស្ទាបចិត្តទេណាស្គាល់ចិត្តគ្នាអីចឹងទៅដឹងថាអូជនច័ន្ទបុតនេះពោះម៉ាយឧទាហរណ៍ណាពោះម៉ាយអីចឹងទៅហើយធ្វើការអាស៊ីសេរីយូរទៅប្រហែលសល់លុយប្រហែលសល់កាក់អីចឹងណាគេចាប់ផ្ដើមអីតាក់ទងឥឡូវអ្នកឯងរស៊ីទេចាប់ផ្ដើមជួលវិនិយោគអញ្ចឹងបានភាសានៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរដ្ឋាភិបាលនេះគឺថាចាប់ផ្ដើមពីស្នេហាបន្ទាប់មកទៀតវិនិយោគណាមានតំណែងតំណងស្ទាបចិត្តអីគ្នាអីចឹងហើយចាប់ផ្ដើមវិនិយោគនេះខ្ញុំរាល់ថ្ងៃណានាងអេលេណានឹងគេប្រាប់ថាខ្ញុំរាល់ថ្ងៃនឹងខ្ញុំរកស៊ីនេះយកលុយនឹងទៅដាក់នៅក្នុងធនាគារនេះវិនិយោគនេះបានលុយច្រើនអីចឹងទៅគេបង្ហាញណាគេ screenshot អាលុយដែលគេយកទៅដាក់អញ្ចឹងទៅឧទាហរណ៍ទៅគេដាក់ 50,000 អញ្ចឹងទៅចុងខែគេបានការប្រាក់នឹង1,000-5,000 អីចឹងទៅគេបង្ហាញជាហោហែអញ្ចឹងទៅហើយគេចង់តាក់ទាញជនច័ន្ទបុតនេះដើម្បីឲ្យចូលរួមក្នុងការបណ្ដាក់ទុននេះជាមួយគេអីចឹងទៅដូច្នេះអានឹងហើយដែលភាសារបស់ក្រសួងរដ្ឋាភិបាលថាចាប់ផ្ដើមពីតំណែងតំណងស្នេហាបន្ទាប់មកទៀតគឺវិនិយោគនៅពេលដែលវិនិយោគបានច្រើនណាឃើញតែដាក់លុយខែទី1ខែទី2ដាក់ទៅឃើញបានមែនណាមានលុយ 10,000 មានលុយ 50,000 អីបកគលឲ្យគេអញ្ចឹងទៅស្រាប់តែបានការប្រាក់ច្រើនមែនឃើញបានការប្រាក់ច្រើនមែនហើយប្រមូលដាក់អស់ហើយនៅពេលដែលប្រមូលដាក់អស់ស៊ីដាច់តែម្ដងអានឹងហើយបានជាសេចក្តីប្រកាសថាដំបូងឡើយមានតំណែងតំណងស្នេហាវិនិយោគដាក់លុយវិនិយោគហើយស៊ីដាច់អស់តែម្ដងខ្ញុំចង់ទៅជែកជាមួយនឹងតារាបន្តិចតារារស់នៅអាមេរិកដែរតើដែលបានទទួលទូរស័ព្ទអី message អីមករបៀបនឹងដែរទេបាទដូចគ្នាលោកជនច័ន្ទបុតមាន message មកអញ្ចឹងមែនជួនកាលគេប្រាប់គេសួរយើងថាលេខហ្នឹងមែនលេខរបស់Tiffany អញ្ចឹងណាហើយគេចង់ព្យាយាមតាក់ទងមកយើងថាយើងខានជួបគ្នាយូរហើយអញ្ចឹងទៅតើយើងអាចជួបគ្នាបានអត់ឥឡូវនេះមូទៅនៅណាហើយអញ្ចឹងណាប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំមិនដែលឆ្លើយឆ្លងជាមួយនឹងប្រភេទសារអញ្ចឹងទេព្រោះខ្ញុំដឹងថាយើងអាចនឹងធ្លាក់ចូលក្នុងអន្ទាក់របស់ក្រុមឆោបបោកតាមអនឡាញហ្នឹងជួនកាលអញ្ចឹងខុសពីខ្ញុំតារាខុសពីខ្ញុំថ្ងៃខ្លះបើមានពេលខ្ញុំអបសុកខ្ញុំណាបើមានពេលខ្ញុំឆ្លើយឆ្លងដែរបន្ទាប់មកទៀតហើយក៏គេឆ្លើយឆ្លងតាក់ទងអីចឹងទៅគេចាប់ផ្ដើមសុំលេខកង់សុំលេខអីចឹងណាជាឲ្យលេខអីផ្ដេសផ្ដាស់អីចឹងទៅបានប្លុកចោលទៅជួនកាលអបសុកធ្វើលេខបន្តិចទៅដើម្បីចង់ដឹងថាតើវាឈានចូលទៅក្នុងដំណាក់កាលណាបាទអរគុណតារាចូលនៅអូស្ត្រាលីវិញដែលបានទទួល message ទទួលទូរស័ព្ទអីបែបហ្នឹងដែរទេដូចគ្នាទេលោកជនបុតយើងមានមធ្យោបាយច្រើនណាស់ដែលគេតាក់ទងមកទាំងតាមលេខទូរស័ព្ទទាំងតាមបណ្ដាញសង្គមដែលយើងប្រើប្រាស់ទាំង Facebook ទាំង Telegram ទាំង WhatsApp អីជាដើមគឺអ្នកឆោបោកនោះគាត់បានបង្កើតបណ្ដាញសង្គមទំនាក់ទំនងនេះច្រើនមែនទែនហើយមកតាក់ទងយើងគ្រប់រូបភាពទាំងអស់ជួនកាលទៅបើតាមទូរស័ព្ទហ្នឹងជាមនុស្សស្រីអាចតាក់ទងមកឬក៏ជាជួនកាលគេថាគេជាក្រុមហ៊ុនទិញលក់អីវ៉ាន់អីចឹងទៅជួនកាលគេថាគេជាមន្ត្រីអីយើងមានបញ្ហាអីមួយដែលត្រូវបង់លុយបង់អីអញ្ចឹងទៅបាទក្រៅពីនឹងទេតាមបណ្ដាញសង្គមហ្នឹងយើងឃើញមានស្រីស្អាតអីរបៀប sexy ហ្នឹងអេតមកយើងយើងឆាតមកយើងផ្ញើរូបអីមកឲ្យយើងមើលអញ្ចឹងទៅ
ហើយបើយើងហ៊ានឆ្លើយឆ្លងអីចឹងទៅគឺថាដំណាក់កាលចុងក្រោយហ្នឹងគឺប្រកាសជាមានច្រើនតំណាក់តំណងឆាតតាម Facebook អីចឹងទៅជារូបភាពជួនកាលជាមនុស្សប្រុសហើយប៉ុន្តែគេដើរតួជាមនុស្សស្រីចឹងទៅគេតាក់តងមកយើងបង្ហាញរូបអីចឹងទៅបើយើងឆ្លើយឆ្លងដល់ដំណាក់កាលដោយលោកបុតថាចង់ដឹងមើលខ្ញុំធ្លាប់ចង់ដឹងចឹងដែរខ្ញុំសាក់លបងចង់ដឹងថាតើវាដល់ដំណាក់កាលណាពេលដែលគាត់តាក់តងមកយើងទៅយើងឆ្លើយឆ្លងជាមួយគាត់ចឹងទៅគាត់បបួលយើងគេហៅរបៀបខ្ញុំនិយាយពាក្យអសរបន្តិចចុះគេហៅ room page online ណាគេហៅ online sick ដូច្នេះពេលហ្នឹងគឺគេឲ្យយើងស្រាតឲ្យយើងថតទៅដូចសិនតែយើងធ្វើទៅតាមគេគឺគេនឹង screenshot អារូបភាពហ្នឹងហើយគេគម្រាមទារលុយយើងហ្មងដល់ដំណាក់កាលនេះក៏ជាផ្នែកមួយដែរនេះក៏ជាផ្នែកមួយដែរអានេះក៏ជាផ្នែកចាប់ជំរិតមួយដែរថៃអរគុណដែលបានលើកហ្នឹងមកមិនមែនគ្រាន់តែស្នេហាឲ្យវិនិយោគទេជួនកាលគឺគេយកយើងហ្នឹងយើងឃើញមានមនុស្សខ្លាយទៅជាជនរងគ្រោះច្រើនណាស់ជាពិសេសស្រីបាទគេធ្វើស្នេហាគេស្រឡាញ់គេអីគេផ្ញើរូបគេមកគេចង់បានរូបយើងអីចឹងទៅយើងផ្ញើទៅគេយករូបភាពហ្នឹងដើម្បីចាប់ជំរិតតែម្ដងបើអ្នកឯងអត់ឲ្យលុយទេគឺថាគេនឹងយករូបដែលអ្នកឯងបានផ្ញើឲ្យគេនឹងដើម្បីបញ្ចេញពេញបណ្ដាញសង្គមអីហ្នឹងតែម្ដងដូច្នេះនេះគឺជារបៀបងាកមកមួយជ្រុងទៀតនៅក្នុងសេចក្តីប្រកាសរបស់អាជ្ញាធរនៃសហរដ្ឋអាមេរិកនឹងក៏បានប្រកាសដែរថាអ្នកដែលបញ្ជូនរូបមកអ្នកដែលតាក់ទងយើងនឹងក៏ជាជនរងគ្រោះដែរមិនចឹងទេក៏ជាជនរងគ្រោះដែរគឺជាអំពើឆបោកជួញដូរមនុស្សគេបោកពីប្រទេសនេះពីប្រទេសនោះអីចឹងមកដើម្បីឲ្យមកធ្វើការនៅប្រទេសកម្ពុជាទៅបានប្រាក់ខែច្រើនបានប្រាក់ខែមកដល់នឹងហើយគឺថាក្រុមរបស់លោកកុកអានឹងបញ្ជូនទៅជន់លើទៅខាងក្រោមកាស៊ីណូទេប៉ុន្តែខាងលើគឺជាមជ្ឈមណ្ឌលជួញដូរមនុស្សមួយយកពួកនឹងយកទៅដាក់ខ្នោះទៅអ្នកឯងត្រូវតែរកស៊ីឲ្យគេទៅរហូតដល់គេកំណត់ទៀតថាអ្នកឯងមួយថ្ងៃនឹងត្រូវបោកឲ្យបានមនុស្សប្រមាណបោកបានលុយប្រមាណអីចឹងទៅបើសិនជាបោកមិនគ្រប់តាមផែនការរបស់គេធ្វើទរណកម្មដូច្នេះហើយបានជាក្នុងសេចក្តីប្រកាសនោះគឺថាមានពីរកលៈទី1គឺថាបោកប្រាស់ជនរងគ្រោះនៅខាងក្រៅផងមានសហរដ្ឋអាមេរិកអីជាដើមហើយអ្នកដែលធ្វើការឲ្យក្រុមកុកអាននឹងក៏ជាជនរងគ្រោះអំពីការជួញដូរមនុស្សនឹងដែរបាទសូមកាត់ថៃតែប៉ុណ្្នឹងឯងសូមបន្តទៀតចុះបាទអរគុណមែនទែនលោកចំមុតដែលបានទាញបញ្ហានេះយកមកជជែកលំអិតបន្ថែមទៀតអំពីវិធីសាស្ត្របោកប្រាស់របស់ជនល្មើសនឹងជាការពិតរូបភាពនៃការបោកប្រាស់តាមបណ្ដាញសង្គមពីក្រុមឆបោកនឹងមានច្រើនណាស់ហើយដូចជាក្រុមឆបោកដែលនេះនឹងគឺថាដំបូងឡើយគឺមានការលបងលួងលោមឲ្យទៅធ្វើការដោយខាងក្រុមអាគារកន្លែងអចលនៈទ្រព្យកាស៊ីណូរបស់លោកកុកអាននឹងបានខ្លាយទៅជាទីតាំងសម្រាប់ឃុំឃាំងមនុស្សដូច្នេះគេលបងលួងលោមថាណៃមករកការងារនៅស្រុកខ្មែរទៅដូច្នេះបានជាឃើញចម្រុះចិត្តសាស្ត្រស្រុកខ្មែរយើងដែលតាំងពីប្រហែលឆ្នាំមុនយើងសឹងតែមិនដែលឃើញជនបរទេសអីណាមានជនជាតិបង់ក្លាដេសជនជាតិប៉ាគីស្ថានភូមាអីទៅសម្រាប់ទៅស្រុកខ្មែរទៅយើងកម្រឃើញយើងឃើញភ្ញៀវទេសចរខ្លះប៉ុន្តែយើងកម្រឃើញជនជាតិអីចិត្តខាងយើងទៅច្រើនយ៉ាងហ្នឹងទេរហូតដល់ទៅដល់ភូមិស្រុកអីយើងឃើញព្រាបប្រាសាទដូច្នេះពេលដែលទៅដល់ហ្នឹងគឺត្រូវចាប់ផ្ដើមគេធ្វើទរណកម្មចាប់ផ្ដើមធ្វើអំពើហិង្សាអីសពបែបយ៉ាងដើម្បីឲ្យគាត់ធ្វើសកម្មភាពឆបោកតាមអនឡាញទំនងហើយអ្វីដែលសហរដ្ឋអាមេរិកគេដឹងហ្នឹងគឺថាគឺខាងក្រុមអ្នកឆបោកចេញពីទីតាំងអាគាររបស់លោកលីចុងផាត់របស់លោកកុកអានហ្នឹងគឺផ្ដោតសំខាន់ខ្លាំងណាស់ទៅលើសហរដ្ឋអាមេរិកហ្នឹងពីពលរដ្ឋគេគិតថាពលរដ្ឋអាមេរិកហ្នឹងមានលុយដោយសារអាមេរិកជាប្រទេសអ្នកមានអញ្ចឹងទៅមានលុយអញ្ចឹងទៅគឺក្រុមអ ுக ្រិតជនហ្នឹងគេដាក់គោលដៅឆបោកហ្នឹងជាសំខាន់ទៅសហរដ្ឋអាមេរិកហ្នឹងឯងដូច្នេះហើយបានជាអាមេរិកនឹងបានខ្លាយទៅជាប្រទេសរងគ្រោះធំហើយអាមេរិកបានដាក់ចេញនៅវិធានការទណ្ឌកម្មដាក់ទណ្ឌកម្មទៅលើអ ுக ្រិតជនហើយមានលោកកុកអាននៅពេលនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះក៏មានការដាក់ទណ្ឌកម្មផងដែរទៅលើប្រទេសមួយចំនួននិងការសិក្សាស្រាវជ្រាវជាច្រើនទៀតដើម្បីស្វែងរកថាតើនរណាខ្លះជាមេខ្លោងនៃអ ுக ្រិតកម្មឆបោកគេបានព្យាយាមស្រាវជ្រាវទៅដល់ប្រទេសថៃទៅដល់ឡាវទៅដល់ភូមាអីជាដើមហើយនៅភូមាហ្នឹងរហូតដល់សហរដ្ឋអាមេរិកគេបានប្រកាសផ្ដល់លុយ$10 លានប្រសិនបើរកឃើញតំបន់បរិវេណឆបោកមួយគេហៅតៃឆាង
តំបន់តៃឆាងហ្នឹងគឺជាកន្លែងឆោបបោកដ៏ធំនៅប្រទេសភូមាហ្នឹងបើសិនជាអ្នកណាម្នាក់អាចរាយការណ៍ផ្ដល់ព័ត៌មានអំពីទ្រព្យសម្បត្តិដែលបានពីការបោកប្រាស់នៅក្នុងតំបន់បរិវេណឆោបបោកតៃឆាងហ្នឹងគឺថាអាមេរិកផ្ដល់លុយឲ្យ10លានហើយក៏មានជនជាតិចិនម្នាក់ដែរអ ுக ្រិតជនចិនម្នាក់ដែរដែលអាមេរិកថាកំពុងតាមចាប់ខ្លួនហ្នឹងហើយបើសិនបើរកឃើញហ្នឹងអាមេរិកផ្ដល់លុយឲ្យ$4លានដែរដូច្នេះរហូតដល់មានការផ្ដល់លុយជារង្វាន់លើកទឹកចិត្តទៀតអ្នកណាដែលផ្ដល់ព័ត៌មានឲ្យអ ுக ្រិតជនអីជាដើមដូច្នេះក្រៅពីលោកកុកអាននិងបណ្ដាញរបស់គាត់ហ្នឹងក៏មានរហូតដល់ការស៊ើបអង្កេតនៅក្នុងតំបន់មានភូមិអីជាដើមដែរហើយការដែលគេស៊ើបអង្កេតលម្អិតនេះគឺសហរដ្ឋអាមេរិកមានស្ថាប័នពាក់ព័ន្ធច្រើនណាស់លោកជនបុតដើម្បីស្រាវជ្រាវរឿងហ្នឹងរហូតដល់មានខាងកម្លាំងដែលប្រឆាំងនឹងមជ្ឈមណ្ឌលអនឡាញឆោបបោកនឹងតែម្ដងហើយនឹងមានខាងការិយាល័យមេធាវីនឹងនៅតំបន់ DC ហ្នឹងហើយរួមមានទាំងក្រសួងយុតិធធមានខាង FBI មានក្រុមភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់សហរដ្ឋអាមេរិកដែលសិទ្ធិអ្នកមានជំនាញស៊ើបអង្កេតតាក់ទងទៅនឹងការឆោបបោកតាមអនឡាញតាម cyber scam តាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងគឺថាសិទ្ធិក្រុមអ្នកជំនាញតែម្ដងដែលដូច្នេះបានគេមានព័ត៌មានលម្អិតណាស់នៅក្នុងការមុនទៅដល់ដាក់ទណ្ឌកម្មហ្នឹងគេដឹងថានឹងបានឆោបបោកបានប្រព្រឹត្តសកម្មភាពអីខ្លះមុននឹងដាក់ទណ្ឌកម្មហ្នឹងមិនមែនព័ត៌មាននេះទេគឺថាលម្អិតមែនទែនលើសពី 100% ដែលគេប្រមូលភស្តុតាងមកបានបាទនឹងឯសហរដ្ឋអាមេរិកយើងដឹងទាំងអស់គ្នាហើយគឺមានបណ្ដាញស៊ើបអង្កេតនឹងគឺថាមានព័ត៌មានច្បាស់លាស់ណាមុននឹងចេញសេចក្តីប្រកាសជាផ្លូវការនេះតាមពិតឈ្មោះលោកកុកអាននេះយើងធ្លាប់ឮជាហូរហែមិនដឹងប្រមាណឆ្នាំមកហើយទេក៏ប៉ុន្តែគ្រាន់តែថាមិនទាន់ឃើញចេញជាការដាក់ទណ្ឌកម្មជាក់លាក់ក៏ប៉ុន្តែគ្រាន់តែថាឮឈ្មោះថាកុកអានជាប់ពាក់ព័ន្ធទៅនឹងបណ្ដាញអក្រិតកម្មនានាជាពិសេសបង្ក្រាបបណ្ដាញអក្រិតកម្មជួញដូរមនុស្សបណ្ដាញអក្រិតកម្មបោកប្រាស់លុយតាមបច្ចេកវិទ្យានេះជាដើមក៏ប៉ុន្តែឥឡូវនេះចង់ងាកមកតារាបន្តិចវិញយើងទៅជែកពីលោកកុកអានច្រើនហើយតើកុកអាននេះក្រៅពីយើងដឹងថាជាមនុស្សជំនិតរបស់លោកហ៊ុនសែនជាសមាជិកព្រឹទ្ធសភាជាមន្ត្រីជាន់ខ្ពស់ជាអុកញ៉ាមហាសេដ្ឋីនឹងតើលោកកុកអាននឹងមានប្រវត្តិយ៉ាងណាដែរតារាបាទអរគុណច្រើនមែនទែនលោកជុនច័ន្ទបុតហើយនឹងថៃព័ត៌មានស្ដីពីការដាក់ទណ្ឌកម្មទៅលើលោកកុកអាននេះគឺកំពុងតែផ្ទុះកក្រើកពេញពិភពលោកហើយពីព្រោះអីមុខចំនួនរបស់គាត់នេះគឺថាវាប៉ះពាល់ដល់មនុស្សសឹងតែមួយផែនដីហើយគាត់បូមយកផលប្រយោជន៍នឹងមិនដឹងតាំងពីពេលណាមកទេហើយជាការពិតណាស់ឈ្មោះរបស់លោកកុកអាននេះត្រូវបានយើងឮពេញតិចនឹងរាប់សិបឆ្នាំមកហើយផ្ដើមចេញពីរឿងប្រវត្តិរបស់គាត់នេះខ្ញុំក៏ព្យាយាមរកព័ត៌មានពីប្រភពមួយចំនួនដែរដើម្បីមកជម្រាបជូនលោកអ្នកនាងអ្វីដែលយើងអាចរកបានមកហ្នឹងគឺលោកកុកអានគឺមកដល់ពេលនេះគាត់មានអាយុ72ឆ្នាំហើយគាត់កើតនៅថ្ងៃទី7ខែកក្កដាឆ្នាំ1954នៅភូមិនាពិសីឃុំបឹងព្រាវស្រុកស្រែអំបិលខេត្តកោះកុងគាត់មកពីខេត្តកោះកុងហើយគាត់គឺជាខ្សែស្រឡាយកូនកាត់ចិនដែលមានឈ្មោះដើមថាភូកុកអានហ្នឹងហើយគាត់បើនិយាយទៅគាត់មានកូនចំនួន5នាក់ហើយកូនចំនួន5នាក់ហ្នឹងនៅក្នុងហ្នឹងមានកូនម្នាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនរបស់លោកលីយ៉ុងផាត់ហើយយើងដឹងទាំងអស់គ្នាហើយថាលោកលីយ៉ុងផាត់គឺជាសេដ្ឋីម្នាក់អញ្ចឹងតឡងរបស់លោកលីយ៉ុងផាត់ផងបាទថ្លងលោកលីយ៉ុងផាត់នឹងឯងបាទហើយទាំងពីរអ្នកហ្នឹងគឺថាឥឡូវហ្នឹងគឺជាប់ទណ្ឌកម្មរបស់អាមេរិកដូចគ្នាហើយសិតសឹងតែជាអ្នកដែលទទួលបានផលប្រយោជន៍យ៉ាងច្រើនមហិមាពីឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាហ្នឹងគាត់ជាតឡងនឹងគ្នាហើយវាអស្ចារ្យត្រង់ចំណុចនេះទៅទៀតប្រហែលឆ្នាំមុនហ្នឹងគឺនៅពេលដែលកូនរបស់គាត់ទាំងពីររៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហ្នឹងគឺថាបណ្ដាញសារព័ត៌មានក្នុងស្រុកជាពិសេសអ្នកដែល MMO គេព្យាយាមផ្ដិតយករូបភាពអំពីអាពាហ៍ពិពាហ៍របស់កូនមហាសេដ្ឋីកម្ពុជាទាំងពីរនាក់ហ្នឹងហើយលើកចំណុចល្អមកថាស្វីតណាស់ផ្អែមណាស់គូនេះណាសំណាងណាស់ហេតុតែគេកើតលើគំនោមាសពេជ្រប្រាក់អីចឹងទៅហើយក៏បានគ្រួសារមកខ្លាយជាកម្ពុជាមហាសេដ្ឋីដូចគ្នាទៀតគេបង្ហាញពីជីវិតឯកជនជិះយន្តហោះឯកជនទៅដើរលេងទៅគ្រីបទឹកឃ្មុំនៅទីតាំងណាហ្នឹងគឺថាគេព្យាយាមយកចំណុចអស់ហ្នឹងមកបង្ហាញនេះគេបើកវងកញ្ចក់ថតនឹងតិចលោកជុនច័ន្ទបុតហើយបើយើងនិយាយអំពីលោកកុកអានហ្នឹងដដែលគាត់ដូចយើងដឹងទាំងអស់គ្នាហើយគាត់គឺជា
អ្នកជំនួញមួយរូបដែលបានចាក់ឫសគល់នៅកម្ពុជាហ្នឹងយូរមកហើយគាត់ចាប់ផ្ដើមជំនួញរបស់គាត់ហ្នឹងតាំងតែពីដើមទសវត្សរ៍ទី90អានេះជាព័ត៌មានផ្លូវការដែលយើងដឹងណាប៉ុន្តែប្រហែលជាអាចមុននឹងទៀតទសវត្សរ៍ទី80អីហ្នឹងក៏ប្រហែលជាគាត់អាចមានមុខរបរមានជំនួញអីដែរមិនមែនថានៅសុកក៏លេចមុខមកគាត់មកទេគាត់ជាអ្នកជំនួញមួយរូបដែលយើងឃើញថាចាប់ផ្ដើមវិនិយោគទៅលើវិស័យជាច្រើននៅដើមទសវត្សរ៍ទី90ហ្នឹងហើយខ្ញុំនឹងលំអិតនៅពេលបន្តិចទៀតគ្រាន់តែខ្ញុំចង់បកទៅក្រោយវិញត្រង់ចំណុចថាតាក់ទងទៅនឹងរឿងមុខរបរវិញគាត់គឺជាអ្នកជំនួញមួយចំណែកទៀតក៏ជាអ្នកនយោបាយដ៏សំខាន់ដែរអ្នកជំនួញហ្នឹងគឺដូចខ្ញុំនិយាយអញ្ចឹងថាគាត់ជាម្ចាស់ក្រុមហ៊ុនសម្ព័ន្ធជាច្រើននៅក្នុងក្រុមហ៊ុនអានកូរបស់គាត់នឹងយើងដឹងហើយថាក្រុមហ៊ុនអានកូនឹងជាក្រុមហ៊ុនធំមួយនេះនៅលើកញ្ចក់អេក្រង់របស់យើងបាញ់មិញយើងឃើញហ្នឹងគឺគាត់ជាម្ចាស់ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនអានកូនៅក្នុងហ្នឹងមានដូចជាធនាគារឯកទេសអានកូមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ Water Supply មានក្រុមហ៊ុនខ្មែរ Electrical Power ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដូចរបៀបគ្រឿងបរិក្ខារអគ្គិសនីអញ្ចឹងណាហើយក្រៅពីហ្នឹងទេមានក្រុមហ៊ុនសន្តិសុខឯកជនអានកូបន្តមកទៀតមានក្រុមហ៊ុនកាស៊ីណូមានក្រុមហ៊ុន resort អីចឹងជាដើមជារួមទៅគឺលោកកុកអាននេះគឺជាអ្នកជំនួញមួយរូបដែលមានឥទ្ធិពលហើយរបររបស់គាត់គឺសិតសឹងតែជារបរដែលសំខាន់នៅក្នុងគ្រឹះទសៃឈាមនៅក្នុងវិស័យធម្មពលវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជានឹងនេះបើយើងនិយាយពីជំនួញឯកជនដែលឡែកសម្រាប់ក្នុងរឿងនយោបាយវិញគាត់ជាសមាជិកព្រឹទ្ធសភានៃគណៈបកប្រជាជនកម្ពុជាហ្នឹងបើតាមខ្ញុំចាំមិនច្រឡំទេគឺអស់រយៈពេល3អាណត្តិមកហើយជារួមគឺគាត់ចូលប្រឡូកក្នុងវិស័យនយោបាយនេះជាមួយបកកណ្ដាលអំណាចជាសមាជិកព្រឹទ្ធសភាក៏ប៉ុន្តែគ្រាន់តែចម្លែកត្រង់ចេះបន្តិចគាត់ជាសមាជិកព្រឹទ្ធសភានៅក្រៅគណៈកម្មការជំនាញមានន័យថាគាត់មិនស្ថិតនៅក្នុងគណៈកម្មការជំនាញណាមួយនៃព្រឹទ្ធសភាទេបើយើងនិយាយទៅទម្រង់នេះហាក់ដូចជាគាត់យកតួនាទីជាន់ខ្ពស់បំផុតនៅក្នុងស្ថាប័ននីតិបញ្ញត្តិហ្នឹងមួយហ្នឹងដើម្បីគាត់ដូចជាមុខមាត់របស់គាត់ផងអញ្ចឹងណាប៉ុន្តែបើឲ្យគាត់ទៅចូលធ្វើការងារផ្ដោតទៅលើការងារវិជ្ជាជីវៈជាសមាជិកព្រឹទ្ធសភាហ្នឹងហ្មងគឺគាត់អត់ទេយើងមើលឃើញក្នុងរូបភាពបែបហ្នឹងហើយក្រៅពីហ្នឹងទេគាត់ក៏បានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតនៅគេហៅសមាគមអុកញ៉ាកម្ពុជាដែលពីដំបូងឡើយគាត់ជាអនុប្រធានមានប្រធានលោកលីយ៉ុងផាត់ហ្នឹងហើយប៉ុន្តែបច្ចុប្បន្ននេះគាត់ជាសមាជិកក្រុមប្រឹក្សាភិបាលហើយយើងដឹងហើយថាសមាគមអុកញ៉ាកម្ពុជាហ្នឹងគឺបង្កើតឡើងដើម្បីធ្វើម៉េចរៀបចំហັບលុយថង់លុយឲ្យធំមួយដើម្បីប្រម៉ែប្រមូលលុយឬមួយក៏ដើម្បីធ្វើការគៀបសង្កត់ទៅលើអ្នករកស៊ីធំនៅកម្ពុជានឹងឯងនេះជាប្រវត្តិទូទៅដែលខ្ញុំចង់ជម្រាបជូនលោកអ្នកនាងបាទអូខេឥឡូវផ្អាកតារាបន្តិចសិនងាកមកថៃវិញម្ដងហ្នឹងហើយបន្តិចទៀតយើងនឹងបកទៅតារាវិញដើម្បីចង់ដឹងប្រវត្តិបន្ថែមទៀតក៏ប៉ុន្តែដើម្បីកុំឲ្យថៃនឹងឯងទនេមាត់យូរពេកថៃតើសហរដ្ឋអាមេរិកថៃបានរៀបរាប់ត្រួសហើយសហរដ្ឋអាមេរិកតើគេមានរកឃើញបែបណាមានភ័ស្តុតាងអីខ្លះទម្រាំនឹងគេចាត់ទុកថាគាត់នឹងជាមេអក្រិតជនឆបោកហើយបើតាមសេចក្តីរាយការណ៍សេចក្តីប្រកាសរបស់រដ្ឋាភិបាលអាមេរិកនឹងថាកុកអាននេះមិនមែនត្រឹមតែឆបោកតែខ្លួនឯងទេគាត់គ្រប់គ្រងបណ្ដាញឆបោកទាំងអស់នៅប្រទេសកម្ពុជាតែម្ដងហេតុអីបានសហរដ្ឋអាមេរិកហ៊ានប្រកាសបែបនេះមានភ័ស្តុតាងបែបណារកឃើញអីខ្លះទៅលើលោកកុកអាននេះបាទលោកជនបទពិតមែនហើយគឺសហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះម្សិលមិញហ្នឹងយើងបានឃើញថាអាមេរិកគេបានរកឃើញថាលោកកុកអានហ្នឹងគឺជាអ្នកគ្រប់គ្រងបណ្ដាញឆបោកស្ទើរតែនៅក្នុងប្រទេសកម្ពុជាទាំងមូលតែម្ដងគេមើលឃើញថាលោកកុកអានហ្នឹងគឺជាមនុស្សដែលមានឥទ្ធិពលដោយតារារៀបរាប់មកអញ្ចឹងគឺជាសមាជិកព្រឹទ្ធសភាដូច្នេះអំណាចរបស់គាត់មិនតូចទេហើយគាត់ជាមនុស្សដែលចំណិតនៅគៀកលោកហ៊ុនសែនទៀតដូច្នេះគាត់គ្មាននរណាម្នាក់ហ៊ានយើងដឹងហើយគេមានការរាយការណ៍យូរហើយមកដល់ពេលនេះគ្មាននរណាម្នាក់ហ៊ានទៅប៉ះលោកកុកអានហើយគ្មាននរណាម្នាក់ហ៊ានទៅចូលឆែកឆេរនៅតំបន់ក្រុមហ៊ុនរបស់លោកកុកអានទេដូច្នេះឥទ្ធិពលរបស់លោកកុកអាននឹងឯងហើយនឹងការតំណែងតំណងនយោបាយជាមួយនឹងមេដឹកនាំកម្ពុជាឬក៏បរិះខ្លាំងនៅក្នុងប្រទេសកម្ពុជាគឺលោកហ៊ុនសែនហ្នឹងគឺធ្វើឲ្យឧក្រិដ្ឋកម្មឬក៏បណ្ដាញឆបោករបស់គាត់នឹងរីកធំស្ទើរគ្រប់ទីកន្លែងហើយគាត់គឺជាក្រុមហ៊ុនធំតែម្ដងជាអ្នកដែលគ្រប់គ្រងធំតែម្ដង
អ្វីដែលគេមើលឃើញគេរកឃើញហ្នឹងគឺលោកកុកអានគាត់គឺជាអ្នកដែលជំនួយដែលមានអាជីវកម្មធំនៅទាំងនៅក្នុងវិស័យកាស៊ីណូអចលនទ្រព្យទាំងជាពិសេសគឺគាត់ជាម្ចាស់ក្រុមហ៊ុន resort គេហៅ Crown Resort នៅក្រុងប៉ោយប៉ែតហើយមាននៅក្រុងប្រស័យអនុនៅក្រុងបវត្តនិងព្រមទាំងនៅទីក្រុងសំខាន់ផ្សេងទៀតរបស់ប្រទេសកម្ពុជាដូច្នេះគឺថាគាត់មានអគារធំណាស់ដូចជានៅប៉ោយប៉ែតអីហ្នឹងCrown Casino ហ្នឹងគឺធំមែនតើមិនមែនជាអគារកាស៊ីណូអីដែលទៅលេងធម្មតាទេមានតាំងពីសន្តាគារកន្លែងអគារនឹងរាប់សិបអគារចឹងទៅបាទដីរាប់100ហិកតាហើយមានតាំងពីកន្លែងភោជនីយដ្ឋានកន្លែងគេកំសាន្តកន្លែងស្អីនេះច្រើនមែនទែនដូច្នេះចុងក្រោយនេះអគារទាំងអស់ហ្នឹងត្រូវបានលោកកុកអានប្រែក្លាយឲ្យទៅជាកន្លែងអ ுக ្រិតជនបង្ខាំងមនុស្សរាប់ម៉ឺននាក់សម្រាប់ប្រតិបត្តិការឆបោកតាមរយៈដូចជាការវិនិយោគតាមអនឡាញតាមរយៈការលួងលោមស្នេហាអីជាដើមតាមអនឡាញហ្នឹងហើយដើម្បីលួចលុយពីជនរងគ្រោះពេញពិភពលោកជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដងហើយដូចយើងរៀបរាប់មិញអញ្ចឹងថាកន្លែងអគារទីតាំងរបស់លោកកុកអានហ្នឹងត្រូវបានគេរកឃើញថាមានជនរងគ្រោះជាច្រើនណាស់ដែលត្រូវបានធ្វើទរណកម្មត្រូវបានគេធ្វើបាបកេងប្រវ័ញ្ចអីជាដើមនៅក្នុងពេលដែលគេលួងលោមឲ្យមកធ្វើការនៅក្នុងហ្នឹងគឺថាអត់បើកប្រាក់ខែទេហើយកំណត់ឲ្យបោកប្រាស់គេជំវិញពិភពលោកក្នុងមួយថ្ងៃហ្នឹងត្រូវបោកឲ្យបានប្រមាណចំនួនកំណត់បើសិនជាអត់បានទេនឹងធ្វើទរណកម្មតាំងពីការឆក់ខ្សែភ្លើងអីជាដើមការវាយដំបាទហើយនឹងមានការយាមកាមយ៉ាងតឹងរឹងណាស់សហរដ្ឋអាមេរិកក៏គេបានរកឃើញដែរថាដូចជានៅតំបន់កាស៊ីណូ Crown ហ្នឹងគឺលោកកុកអាននឹងបានចំណូលធំណាស់ពីលបែងឆបោកអនឡាញពីការឆបោកអនឡាញហ្នឹងហើយលោកបានផ្ដល់មានថាលោកជាអ្នកដែលឲ្យបុគ្គលិកអ្នកផ្ដល់សេវាអីផ្សេងនៅក្នុងឲ្យធ្វើការឆបោកនឹងតែម្ដងនៅក្នុងបរិវេណអគារ Casino Crown នឹងអគារសំខាន់របស់លោកផ្សេងទៀតហ្នឹងបាទហើយថែមទាំងមានការប្រើប្រាស់សន្តិសុខដែលពាក់ឯកសន្តានក្រុមហ៊ុនរបស់លោកកុកអានតែម្ដងគឺក្រុមហ៊ុនសន្តិសុខដែលយាមកាមកន្លែងបរិវេណឆោបោកហ្នឹងគឺដូចជា Anco Prader Co Ltd ដែលក្រុមហ៊ុនរបស់លោកកុកអានដែរណាបាទដូច្នេះគឺថាមានទាំងអស់ទាំងបុគ្គលិកអីដែលធ្វើការនៅក្នុងហ្នឹងគឺសិតតែជាមនុស្សរបស់លោកកុកអានអញ្ចឹងទៅបាទសហរដ្ឋអាមេរិកក៏គេបានរកឃើញទៀតដែរថាបណ្ដាញឆបបោកប្រាស់របស់លោកកុកអានហ្នឹងគឺអាចដំណើរការទៅបានហ្នឹងគឺថាច្បាស់ណាស់មានអ្នកកណ្ដាលអំណាចមានឥទ្ធិពលរបស់លោកនឹងសំខាន់ណាស់ដែលអាចធ្វើបានដោយគ្មានឧបសគ្គអីនៅក្នុងប្រទេសកម្ពុជាហ្នឹងបាទហើយគេមើលឃើញថាលោកកុកអានហ្នឹងមិនមែនធ្វើតែម្នាក់ឯងទេគឺថាមានបណ្ដាញរបស់គាត់ហ្នឹងដល់ទៅមានមនុស្សហើយនឹងអង្គភាពហ្នឹងរហូតដល់ទៅ28ដូច្នេះធំមែនតើ28ហ្នឹងគឺថាធំណាស់ហើយខាងទៅប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគេបានមានរដ្ឋមន្ត្រីលោក Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគាត់បានបញ្ជាក់ថាការប្រយុទ្ធប្រឆាំងនឹងបណ្ដាញបោកប្រាស់ហ្នឹងគឺជាអត្ថប្រយោជន៍សំខាន់ណាស់ហើយអាមេរិកនឹងបន្តចាត់វិធានការលើបណ្ដាញទាំងនេះមិនថានឹងជាណាហើយមានអំណាចប៉ុណ្ណាទេបាទពីព្រោះអ ுக ្រិតជនបោកប្រាស់ទាំងអស់ហ្នឹងបានបោកលុយដែលពលរដ្ឋអាមេរិកដែលបានខិតខំធ្វើការដោយលំបាកហើយខំសន្សំអស់មួយជីវិតនោះបាទដូច្នេះអាមេរិកហ្នឹងគឺថាมันអត់ឱនជាដាច់ខាតដូច្នេះបានជាយើងឃើញទីបំផុតគឺដាក់ទណ្ឌកម្មហ្នឹងបាទអរគុណថៃដែលលើកពីចំណុចនេះជាពិសេសលើកឡើងពីប្រសាសន៍របស់លោក Scott Bessent ថាធ្វើយ៉ាងណាគឺថាមិនចុះញោមទេធ្វើបើតែមានអ្នកណានៅពីក្រោយក៏ដោយប៉ះពាល់អីក៏ដោយគេនឹងធ្វើដើម្បីជួយដល់ប្រជាពលរដ្ឋអាមេរិកដែលចាច់បោកនេះថៃបានលើកឡើងថាអ្នកខ្លះរកស៊ីមួយជីវិតទីបំផុតទៅចាច់បោកនេះគឺជាពាក្យសំខាន់មួយចំពោះលោកអ្នកនាងកញ្ញាដែលនៅប្រទេសកម្ពុជាដែលជួនកាលមិនរងអំពើបោកប្រាស់នេះដោយផ្ទាល់ទេប៉ុន្តែក៏លោកអ្នកនាងបានរងគ្រោះដោយប្រយោលដែលរងគ្រោះដោយប្រយោលដោយថាយើងជាប្រទេសមួយដែលជាមជ្ឈមណ្ឌលនៃការបោកប្រាស់អីជាដើមហើយយើងជាម្ចាស់ប្រទេសនេះជាការប្រយោលហើយនឹងមានរឿងដទៃទៀតដែលប៉ះពាល់ដល់សេដ្ឋកិច្ចឆ្នាំងបាយរបស់លោកអ្នកនាងតែម្ដងក៏ប៉ុន្តែចំពោះអ្នកនៅសហរដ្ឋអាមេរិកនេះវិញរហូតដល់សហរដ្ឋអាមេរិកចេញវិធានការបែបនេះនឹងពីព្រោះវាប៉ះពាល់ដល់សង្គមជាតិគេខ្លាំងមនុស្សភាគច្រើនដែលចាញ់បោកច្រើនទៅជាមនុស្សចាស់
ធ្វើការមួយជីវិតដោយថៃលើកឡើងអញ្ចឹងនៅស្រុកនេះគេមានប្រាក់រ៉ែត្រែត2ជំរាបជូនលោកអ្នកនាងកញ្ញាដែលនៅក្នុងប្រទេសកម្ពុជាប្រាក់រ៉ែត្រែតមួយហ្នឹងគឺនៅពេលដែលកំពុងធ្វើការហ្នឹងរដ្ឋាភិបាលកាត់យកទៅហើយនៅពេលដែលយើងចាស់ទៅគេបើកអាយុ65 67បើតាមខ្ញុំដឹងមនុស្សស្រី65មនុស្សប្រុស67នឹងរដ្ឋាភិបាលនៅពេលដែលយើងធ្វើការកាត់យកពីយើងតែប្រមាណហ្នឹងទៅរក្សាទុកជាប្រាក់ជួលនិវត្តន៍សម្រាប់បើកទៅវិញក្រៅពីនឹងមានប្រាក់រ៉ែត្រែតផ្ទាល់ខ្លួនទៀតឧបមាថាខ្ញុំធ្វើការអាស៊ីសេរីឬតារាធ្វើការអាស៊ីសេរីអញ្ចឹងក្រៅទៅពីរដ្ឋាភិបាលកាត់យកទុកហ្នឹងយើងខ្លួនយើងហ្នឹងក៏មានសិទ្ធិដកដែរដកយកទៅទុកជាប្រាក់រ៉ែត្រែតផ្ទាល់ខ្លួនដែរអ្នកខ្លះធ្វើការមួយជីវិតអីចឹងទៅគ្រាន់តែសន្សំបានតែ1លានឬ1លានកន្លះ2លានអីចឹងទៅអានេះប្រាក់ផ្ទាល់ខ្លួនមិនមែនរដ្ឋាភិបាលបើកឲ្យទេយើងយកទៅដាក់សម្រាប់ចូលនិវត្តន៍គឺអាប្រាក់ផ្ទាល់ខ្លួននឹងហើយដែលប្រជាពលរដ្ឋអាមេរិកកាំងបាត់បង់មិនមែនប្រាក់នៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាលទេគឺប្រាក់ផ្ទាល់ខ្លួននឹងតែម្ដងគឺយើងមានសិទ្ធិដកនៅពេលដែលយើងអាយុ60ផ្លាយហើយយើងមានសិទ្ធិដកប្រមាណក៏បានដែរពីព្រោះជាប្រាក់ដែលយើងបានដាក់ចូលទៅនឹងហើយជាប្រាក់ដែលបាត់បង់ដូច្នេះមនុស្សមួយចំនួនធំគឺបាត់បង់លុយនឹងតែម្ដងដំបូងឡើយដូចយើងបានលើកឡើងអញ្ចឹងដំបូងឡើយមានតំណែងទំនងស្នេហាអញ្ចឹងទៅធ្វើ steal ជាច្រឡំលេខជាច្រឡំអីអញ្ចឹងទៅបន្ទាប់មកទៀតក៏ចាប់ផ្ដើមនាំឲ្យមកវិនិយោគទៅជាមួយអញ្ចឹងទៅជួនកាលក៏វិនិយោគទៅជួនកាលក៏ខ្ចីទៅជួនកាលក៏អីអញ្ចឹងទៅទីបំផុតទៅបាត់បង់លុយទៅហើយអាហ្នឹងឯងជាបន្ទុករបស់រដ្ឋាភិបាលពួកគាត់គឺអាស្រ័យទៅលើអាប្រាក់ដែលគាត់សន្សំមួយជីវិតហ្នឹងទីបំផុតអាប្រាក់ដែលគាត់សន្សំមួយជីវិតហ្នឹងគាត់យកទៅចាញ់បោកទៅហើយអានឹងជាបន្ទុករដ្ឋាភិបាលដូច្នេះវាជាបន្ទុករដ្ឋាភិបាលនឹងហើយបានជារដ្ឋាភិបាលអាមេរិកព្យាយាមស្វះស្វែងរកប្រភពអ្នកដែលបោកប្រាស់នឹងកម្ចាត់អប្រភពនឹងចេញដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិរបស់គេដែរយើងសម័យមើលថាតើអស់មួយឆ្នាំរាប់ពាន់លានដុល្លារណាអស់រាប់ពាន់លានដុល្លារនឹងជាបន្ទុកក្នុងបាទនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរដ្ឋាភិបាលហ្នឹងគេបានបញ្ជាក់ថាកាលពីឆ្នាំគាត់គេគិតទៅក្នុងឆ្នាំ2024លោកជនបទគឺឧក្រិដ្ឋកម្មឆបោកពីប្រទេសកម្ពុជាហ្នឹងគឺថាពលរដ្ឋអាមេរិកដែលបាត់លុយខូចខាតទ្រព្យសម្បត្តិហ្នឹងរហូតដល់ 10,000 លានដុល្លារសហរដ្ឋអាមេរិកបាទនៅក្នុងឆ្នាំ2024រហូតដល់ 10,000 លានដុល្លារសហរដ្ឋអាមេរិកដូច្នេះទឹកលុយហ្នឹងគឺថាធំមែនតើហើយគេមើលឃើញថាឥឡូវហ្នឹងបើសិនជាគេអត់ចាត់វិធានការជាបន្ទាន់ទេហ្នឹងអំពើឆបោកហ្នឹងដាក់គោលដៅទៅលើសហរដ្ឋអាមេរិកកាន់តែខ្លាំងដូច្នេះគឺថាកើនឡើងខ្លាំងមែនទែនពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងកើនឡើងពីព្រោះគេប្រៀបធៀបថាមុនឆ្នាំ2024គឺទំហំដែលពលរដ្ឋអាមេរិកបាត់បង់ទឹកប្រាក់ហ្នឹងត្រឹមតែ 2-3 លានទេក៏ប៉ុន្តែស្រាប់តែមកដល់ឆ្នាំ2024ឡើងដល់ 10,000 លានដុល្លារដូច្នេះវាកើនឡើងដល់ 66% ពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះហើយបានជាគេចាត់វិធានការហើយសហរដ្ឋអាមេរិកគេប្រកាសថាគេចាត់វិធានការទ្រព្យសម្បត្តិទាំងប្រមាណដែលគេនឹងរឹបអូសនៅពេលដែលដាក់ទណ្ឌកម្មទៅលើលោកកុកអានទៅលើឧក្រិដ្ឋជនផ្សេងទៀតក្រុមហ៊ុនផ្សេងទៀតដែលប្រព្រឹត្តសកម្មភាពបោកប្រាស់ហ្នឹងទ្រព្យសម្បត្តិទាំងប្រមាណគឺគេនឹងយកមកសងជនរងគ្រោះវិញមកប៉ះពើជនរងគ្រោះវិញបាទ